ើការផឹកទឹកពោតបារាំងរាល់ថ្ងៃពិតជាមានប្រយោជន៍សម្រាប់រាងកាយមែនឬក៏គ្រាន់តែជាការល្បីតគ្នាទេខ្ញុំជឿជាក់ថាអ្នកដែលធ្លាប់បានសាកញ៉ាំវាហើយនឹងញ៉ាំវាជាប្រចាំតែបើអ្នកដែលអត់ធ្លាប់ញ៉ាំនៅគិតពិចារណានឹងឯងគួរញ៉ាំអត់ទេបើតែអញ្ចឹងមិនដឹងជាលេបរួចអត់ធ្វើញ៉ាំទៅបងប្អូនទឹកពោតបារាំងពិតជាមានប្រយោជន៍សម្រាប់សុខភាពយើងខ្លាំងមែនទេណាអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនពិបាកនៅក្នុងការរំលាយឬក៏ពិបាកបត់ជើងអត់ទៀងទាត់អីហ្នឹងអានេះហើយគឺជា fiber ធម្មជាតិ 100% ក្រៅតែពីសម្បូរជាតិកាកសរសៃដែលជួយទៅដល់ប្រព័ន្ធរំលាយអាហាររបស់យើងជួយបង្កើនបាក់តេរីល្អៗក្នុងកាពះពោះវៀនរបស់យើងណាពោតបារាំងហ្នឹងក៏វាសម្បូរទៅដោយកាល់ស្យូមដែលជួយដល់ឆ្អឹងនិងធ្មេញក្រៅពីហ្នឹងក៏សម្បូរទៅដល់ជាតិដែកដែលផ្ដល់ប្រយោជន៍ទៅដល់ឈាមហើយនិងការផលិតគ្រាប់ឈាមក្រហមទៀតផងហើយធ្លាប់ឮគេថាអត់អ្នកដែលចង់បានស្បែកស្អាតភ្លឺថ្លាគីឡូចេញពីខាងក្នុងតើតែឧស្សាហ៍ផឹកទឹកពោតបារាំងនឹងជាប្រចាំគ្រឿងផ្សំនិងវិធីធ្វើក៏អត់ពិបាកដែរយើងត្រូវការតែពោតបារាំងប្រហែលជា10ផ្លែយកវាទៅលាងសម្អាតឲ្យបានស្អាតល្អរួចហើយយកមកហាន់ជាកង់តូចៗរួចហើយយើងត្រូវការទឹកឆ្អិនឬក៏ទឹកស្អាតប្រហែលជា800មីលីលីត្របើខ្លាចលោវានថិលខ្លាំងពេកអាចថែមវាឲ្យគ្រប់1លីត្រក៏បានដែរទៅតាមចំណូលចិត្តរបស់យើងរួចហើយយកវាទៅទុកនៅក្នុងទូទឹកកកមួយយប់ព្រឹកឡើងអាចយកមកញ៉ាំបានហើយញ៉ាំពេលពោះទទេនឹងទៅបងប្អូនម្ដងយើងអាចញ៉ាំវា300ទៅ400 ml អីទៅព្រឹកម្ដងល្ងាចម្ដងហើយកុំគិតថាពិបាកញ៉ាំអត់ពិបាកទេសាកសិនបានដឹងថារសជាតិរបស់វាគឺអាចញ៉ាំបានទទួលយកបានណាគ្រាន់តែវារៀងមានជាតិអំបិលនឹងបន្តិចអាចប្រឡេបរួចហើយវាឈ្ងុយស្តៀងដូចទឹកដូងអញ្ចឹងអត់អីទេអាជាតិអន្តាយហ្នឹងគឺអាចញ៉ាំបានហើយរសជាតិវាសាបស្តៀងដូចទឹកដូងរសជាតិដូចម៉េចសាបដូចទឹកដូងហ៎ស្តៀងដូចទឹកដូងសាបចឹងទឹកដូងអត់មានជាតិតែគាត់ថាវាទាំងតាញតិចបាក់ញ៉ាំអត់ពិបាកញ៉ាំទេចូលញ៉ាំ